ជំរាបសួរនាងខ្ញុំឡុងសូវ៉ាន់ប្រធានបទថ្ងៃនេះគឺនិយាយអំពីការព្យាករណ៍ជោគជតារាសីសម្រាប់អ្នកកើតឆ្នាំអាសាញ់ប្រចាំខែឧសភាឬខែ5ឆ្នាំ2025ប្រសិនបើលោកអ្នកត្រូវការការប្រឹក្សាយោបល់អំពីហ្វុងស៊ុយក្នុងការសាងសង់គេហដ្ឋានថ្មីឬជួសជុលគេហដ្ឋានឬរៀបចំគេហដ្ឋានសម្រាប់រស់នៅឬជាគំនិតនៃការរចនាប្លង់ផ្ទៃខាងក្នុងនៃគេហដ្ឋានឬការសាងសង់អគារដើម្បីធ្វើពាណិជ្ជកម្មផ្សេងៗឲ្យត្រូវតាមរចនាបថរបស់ហ្វុងស៊ុយលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook ដែលបានបង្ហាញជូននៅលើវីដេអូនេះឬលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈ WhatsApp 0049 17 82 05 21 47នោះលោកអ្នកពិតជាមិនខុសបំណងឡើយជោគជតារាសីប្រចាំខែនេះហាក់ដូចជាមិនសូវល្អប្រពៃនោះទេលោកអ្នកគួរតែប្រយ័ត្នពាក្យសម្ដីនិងអាកប្បកិរិយាដើម្បីជៀសវាងបញ្ហាជម្លោះផ្សេងៗម្យ៉ាងទៀតការប្រកបរបរផ្សេងៗក៏ហាក់ដូចជាជួបនៅឧបសគ្គខ្លះៗដែរដូច្នេះប្រសិនបើលោកអ្នកមានបំណងចង់បើកអាជីវកម្មថ្មីឬលោកអ្នកមានបំណងចង់វិនិយោគឬលោកអ្នកមានបំណងចង់បណ្ដាក់ទុនផ្សេងៗនោះលោកអ្នកគួរតែប្រើប្រាស់ជំនាញបទពិសោធន៍ដែលខ្លួនមាននិងគំនិតផ្ទាល់ខ្លួនព្រមទាំងការគិតពិចារណាឲ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្តដូចគ្នានេះដែរលោកអ្នកគួរតែមានការប្រុងប្រយ័ត្ននិងទុកដាក់លុយកាក់ព្រមទាំងទ្រព្យធនផ្សេងៗឲ្យបានល្អជាពិសេសបន្ថែមទៀតផងដែរនៅក្នុងខែនេះជួនកាលក្នុងខែនេះលោកអ្នកអាចនឹងមានការចំណាយដែលមិនបានរំពឹងទុកមានការកើនឡើងក៏អាចមានដែរប្រសិនបើលោកអ្នកមានតួនាទីជាអ្នកគ្រប់គ្រងគឺគួរតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការសន្ទនាជាមួយបុគ្គលិកក្រោមបង្គាប់ហេតុផលគឺដើម្បីជៀសវាងបញ្ហាផ្សេងៗដោយសារតែពាក្យសម្ដីជាមួយបុគ្គលិកយ៉ាងណាមិញលោកអ្នកគួរតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពសុខភាពសន្តិសុខផ្ទាល់ខ្លួននិងសុវត្ថិភាពក្រុមគ្រួសារសុខភាពក្រុមគ្រួសារព្រមទាំងទ្រព្យសម្បត្តិផងដែរនិយាយរួមក្នុងខែនេះលោកអ្នកគួរតែមានការប្រុងប្រយ័ត្នគ្រប់បែបយ៉ាងទាំងអស់ជីវិតគូស្រករអ្នករៀបការរួចហើយឬអ្នកមានគូស្រកររួចហើយចូលប្រយ័ត្នចំពោះភាពឆ្គាំងឆ្គងក្រែងលោអាចជាហេតុបង្កឲ្យមានការយល់ច្រឡំពីគូស្វាមីឬពីភរិយារបស់លោកអ្នកដើម្បីរក្សាជីវិតអាពាហ៍ពិពាហ៍ឲ្យបានយូរអង្វែងលោកអ្នកគួរតែរៀបចំអត្តចរិតនិងការប្រាស្រ័យទាក់ទងជាមួយគូជីវិតរបស់លោកអ្នកឲ្យបានល្អជាពិសេសសូមកុំបង្កភាពស្និទ្ធស្នាលជាមួយមនុស្សភេទផ្ទុយដែលជាហេតុនាំឲ្យមានការមិនទុកចិត្តគ្នាបានប្រសិនបើមានអ្វីមិនសប្បាយចិត្តចំពោះគ្នាចូលចំណាយពេលវេលាខ្លះៗដើម្បីនិយាយគ្នានិងយកចិត្តទុកដាក់ស្ដាប់គ្នាទៅវិញទៅមកដោយសន្តិវិធីឬដោយប្រើការគិតវិជ្ជមាននោះទើបជាជម្រើសដ៏ល្អបំផុតក្នុងការថែរក្សាចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរឲ្យមានសុភមង្គលសម្រាប់អ្នកនៅលីវឬអ្នកមិនទាន់មានគូស្រករនៅក្នុងខែនេះមនុស្សដែលអ្នកជួបមួយចំនួនអាចជាមនុស្សដែលនិយាយច្រើនឬគេជាមនុស្សដែលអ្នកមិនអាចទុកចិត្តបានឬគេជាមនុស្សដែលមានចរិតដូចកូនក្មេងឬគេជាមនុស្សដែលស្ថិតក្នុងវិស័យលក់ដូរឬគេជាមនុស្សដែលមានជំនាញខាងផ្នែកនិយាយដូច្នេះប្រសិនបើអ្នកនៅក្មេងនៅឡើយចូលយកពេលវេលានេះដើម្បីធ្វើអ្វីៗដែលមានប្រយោជន៍សម្រាប់អនាគតដ៏ភ្លឺស្វាងរបស់អ្នកនោះទើបជាជម្រើសដ៏ល្អប្រសើរជាងការរំពឹងគិតតែរឿងស្នេហាទេដឹងសុខភាពលោកអ្នកគួរតែយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួននិងសុខភាពក្រុមគ្រួសារឲ្យបានខ្ជាប់ខ្ជួននៅក្នុងខែនេះសូម្បីតែការហាត់ប្រាណឬការលេងកីឡាក៏លោកអ្នកមិនគួរប្រើប្រាស់ឧបករណ៍ប្រភេទធ្ងន់ឬឧបករណ៍ដែលអាចនាំឲ្យមានគ្រោះថ្នាក់នោះទេម្យ៉ាងទៀតលោកអ្នកគួរតែយកចិត្តទុកដាក់ចំពោះសន្តិសុខនិងសុវត្ថិភាពផ្ទាល់ខ្លួនរួមទាំងសុវត្ថិភាពក្រុមគ្រួសារនិងផ្ទះសម្បែងឲ្យល្អផងដែរចូលជៀសវាងការសេពគ្រឿងស្រវឹងនិងជៀសវាងការធ្វើដំណើរក្នុងពេលងងឹតឬការធ្វើដំណើរក្នុងពេលយប់ព្រលប់ឬអង្គុយនៅទីងងឹតប្រសិនបើមិនចាំបាច់ទេនោះចូលព្យាយាមហាត់ប្រាណឬចំណាយពេលខ្លះៗស្ថិតនៅក្រោមពន្លឺព្រះអាទិត្យផងដែរហេតុផលគឺដើម្បីជាជំនួយដល់សុខភាពនិងកាត់បន្ថយស្ថានភាពមិនល្អមួយចំនួននៅក្នុងខែនេះដូចគ្នានេះដែរនៅពេលធ្វើដំណើរឬនៅពេលបើកបរលោកអ្នកក៏គួរតែមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ
គោរពអ្នកដំណើរថ្មើរជើងគោរពអ្នកបើកបរផ្សេងទៀតនិងជៀសវាងការសេពគ្រឿងស្រវឹងពីព្រោះវាជាប្រយោជន៍ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអ្នកការថែរក្សាសុវត្ថិភាពក្រុមគ្រួសាររបស់លោកអ្នកនិងការថែរក្សាសុវត្ថិភាពរបស់អ្នកដទៃប្រសិនបើលោកអ្នកអាចធ្វើនៅចំណុចនេះបានល្អវាក៏ជាចំណែកមួយនៃការសន្សំកុសលផលបុណ្យឬជាចំណែកមួយក្នុងការរក្សាសីលធម៌នៃការបើកបរផងដែរប្រសិនបើលោកអ្នកមានកូនចៅដែលបានកាត់ស្ថិតនៅក្រោមអាណាព្យាបាលរបស់លោកអ្នកឬគេនៅក្មេងនៅឡើយចូលយកចិត្តទុកដាក់ថែរក្សាគេឲ្យបានល្អអប់រំគេដោយផ្ដល់នូវសេចក្តីស្រឡាញ់ផ្ដល់នូវការអត់ឱននិងផ្ដល់នូវការយោគយល់ប្រសិនបើគេមានចរិតមានះរឹងរូសម្យ៉ាងទៀតលោកអ្នកមិនគួរបណ្ដោយឲ្យគេលេងឧបករណ៍ដែលអាចបង្កគ្រោះថ្នាក់និងមិនគួរបណ្ដោយឲ្យគេលេងនៅក្បែរផ្លូវឬលេងនៅក្បែរស្រះទឹកឬបណ្ដោយឲ្យគេនៅតែម្នាក់ឯងឬឲ្យគេទៅណាមកណាតែម្នាក់ឯងនោះទេម្យ៉ាងទៀតចូលកត់សម្គាល់មនុស្សជុំវិញខ្លួនគេផងដែរក្រែងលោកអាចមានអត្តចរិតឬលក្ខណៈណាមួយដែលមិនសមរម្យវិធីបង្កើនល្អតាមបែបជោគជតារាសីនៅក្នុងខែនេះលោកអ្នកគួរតែប្រើប្រាស់សម្លៀកបំពាក់ពណ៌ខៀវពណ៌ទឹកប៊ិចពណ៌ខ្មៅពណ៌ផ្ទៃមេឃជាប្រចាំវាប្រហែលជាអាចជួយលើករាសីនិងបង្កើនសំណាងល្អបានខ្លះៗដែរដូចគ្នានេះដែរប្រសិនបើលោកអ្នកមានលទ្ធភាពលោកអ្នកក៏អាចចូលរួមបរិច្ចាគវិភាគទានខ្លះៗទៅឲ្យអង្គការមនុស្សធម៌ណាដែលលោកអ្នកយល់ថាល្អឬបរិច្ចាគចំពោះអ្នកខ្វះខាតឬបរិច្ចាគចំពោះសាសនាណាមួយដែលលោកអ្នកគោរពនិងមានជំនឿឬដោះលែងជីវិតសត្វជាដើមពីព្រោះបើតាមអបិយជំនឿប្រសិនបើលោកអ្នកសាងអំពើល្អបានច្រើនប៉ុណ្ណាវាក៏នឹងអាចជួយកាត់បន្ថយសំណាងអាក្រក់បានប៉ុណ្ណោះដែរបើលោកអ្នកត្រូវការឱសថធម្មជាតិដែលផលិតនៅប្រទេសអាល្លឺម៉ង់សម្រាប់ព្យាបាលជំងឺសម្លាក់ឆ្អឹងជំនួយឆ្អឹងជំនួយភ្នែកជំនួយសួតសម្រួលដល់ផ្លូវដង្ហើមព្យាបាលក្រពះនិងពោះវៀនព្យាបាលតម្រងនោមជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទសម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្តគិតច្រើនខឹងច្រើនគេងមិនលក់ជាដើមសូមបញ្ជាក់ថាវាជាឱសថដែលលក់នៅលើទីផ្សារនៃប្រទេសអាល្លឺម៉ង់ដែលត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីក្រសួងសុខាភិបាលនៃប្រទេសអាល្លឺម៉ង់ដូច្នេះប្រសិនបើលោកអ្នកត្រូវការឱសថប្រភេទណាមួយសម្រាប់ជាជំនួយដល់សុខភាពរបស់លោកអ្នកក្នុងតម្លៃសមរម្យដើម្បីជាជំនួយដល់សេដ្ឋកិច្ចក្នុងក្រុមគ្រួសារនិងមិនមានហានិភ័យចំពោះសុខភាពសូមទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook នេះឬតាមរយៈ Telegram 00491782052147នោះលោកអ្នកពិតជាមិនខុសបំណងឡើយវិធីបង្កើនសំណាងល្អតាមបែបហ្វុងស៊ុយដើម្បីជៀសវាងបញ្ហាផ្សេងៗនិងដើម្បីជួយបង្កើនសុភមង្គលក្រុមគ្រួសារនិងដើម្បីនាំមកនូវភាពល្អប្រសើរក្នុងជីវិតនៅក្នុងខែនេះលោកអ្នកគួរតែជៀសវាងការប្រើប្រាស់ទិសខាងជើងឈាងខាងកើតទិសខាងត្បូងទិសខាងត្បូងឈាងខាងលិចទិសខាងត្បូងឈាងខាងកើតនិងទិសខាងជើងឈាងខាងលិចជាកន្លែងដំណេកឬជាកន្លែងធ្វើការងារផ្សេងៗជាពិសេសអ្នកដែលមានវ័យចំណាស់ឬអ្នកដែលមានសុខភាពទន់ខ្សោយឬអ្នកជំងឺឬស្ត្រីមានផ្ទៃពោះឬទារកឬក្មេងតូចៗជាដើមបន្ថែមលើនេះផងដែរលោកអ្នកក៏មិនគួរមានការបង្កសំឡេងរំខានដូចជាការដំឬស្វានឬជួសជុលឬបើកទូរទស្សន៍ឬច្រៀងខារ៉ាអូខេឬបើកចម្រៀងកងរំពងឬមានការកាប់ដើមឈើឬមានកម្មវិធីដ៏អធិកអធមនៅទិសទាំងនេះនោះទេម្យ៉ាងទៀតចូលជៀសវាងការអុជទៀនធូបបន់ស្រន់ផ្សេងៗឬមានធាតុភ្លើងនៅទិសខាងជើងឈាងខាងកើតទិសខាងត្បូងឈាងខាងលិចទិសខាងជើងឈាងខាងលិចនិងទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ទោះបីជាការដាំស្លក៏ដោយប្រសិនបើទ្វារចេញចូលគេហដ្ឋានដែលលោកអ្នកចាំបាច់ត្រូវតែប្រើប្រាស់ឬមានបង្អួចស្ថិតនៅលើទីតាំងនៃទិសណាមួយដោយតែបានជម្រាបជូននេះលោកអ្នកគួរតែព្យាយាមបើកឲ្យបានតិចបំផុតតាមតែអាចធ្វើបានបើមិនដូច្នោះទេក្រែងលោអាចប្រឈមនឹងបញ្ហាផ្សេងៗដែលមិននឹកស្មានដល់ទីតាំងនិងទិសដ៏ល្អសម្រាប់លោកអ្នកប្រើប្រាស់ក្នុងខែឧសភាឆ្នាំ2025នេះ
ដែលអាចជួយបង្កើនប្រាក់ចំណូលក្នុងមុខរបរប្រចាំថ្ងៃរបស់លោកអ្នកនិងដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកនោះគឺទិសខាងកើតនិងទិសខាងលិចប្រសិនបើលោកអ្នកយល់ថាការព្យាករណ៍នេះអាចផ្ដល់ជាអត្ថប្រយោជន៍ល្អសម្រាប់ជីវិតរស់នៅសូមចែករំលែកទៅកាន់ក្រុមគ្រួសារមិត្តភ័ក្តិនិងអ្នកផ្សេងទៀតផងនាងខ្ញុំសង្ឃឹមថាការព្យាករណ៍នេះអាចផ្ដល់ជាប្រយោជន៍សម្រាប់ការយល់ដឹងដើម្បីជាជំនួយដល់សេចក្តីសុខផ្ទាល់ខ្លួននិងជាការបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកផងដែរនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាដ៏មានតម្លៃរបស់លោកអ្នកដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់នាងខ្ញុំសូមគោរពជូនពរដល់លោកអ្នកនិងក្រុមគ្រួសារឲ្យទទួលបាននូវសេចក្តីសុខនិងសុភមង្គលគ្រប់ពេលវេលានាងខ្ញុំឡុងសូវ៉ាន់សូមជម្រាបលានិងជួបគ្នានៅការព្យាករណ៍បន្តទៀត